ស្វាគមន៍បងប្អូនអរគ្នាមកទស្សនាកន្លែងប្លែកៗនៅក្នុងប្រទេសបារាំងខាងក្រៅខ្ញុំនេះគឺជារូប Mona Lisa ដែលមនុស្សទូទាំងពិភពលោកគេម្លេងសារមន្ទីរ Louvre ដើម្បីថតរូបជាមួយ Mona Lisa នៅខាងក្រៅខ្ញុំនេះរូបដែលល្បីហើយមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងប្រទេសបារាំងហើយប្រឹងឯដែរខ្ញុំចង់បង្ហាញបងប្អូនអរគ្នាកន្លែងដែលខ្ញុំកំពុងតែដើរឆ្លងកាត់នេះគឺស្អាតមែនទែនអរគ្នាឃើញបាឡុងមូលខាងក្រៅខ្ញុំនេះគឺធំខ្លាំងមែនទែនមានភ្លើងនៅខាងក្រោមគឺអស្ចារ្យបងប្អូនអរគ្នាគេប៉ាកែរៀបចំខ្លាំងហើយនៅនេះគឺអត់ដែរចោលទេបងប្អូនអរគ្នាគំនូររូបចម្លាក់គេគឺស្អាតរាប់ពាន់ឆ្នាំមកនៅតាមតំបន់ទេសចរនានាហើយកន្លែងនេះគឺជាធំជាងគេនៅកាន់ប្រទេសបារាំងហើយមានកន្លែង entertain ច្រើនកន្លែងញ៉ាំអីកន្លែងដើរលេងច្រើននិយាយទៅបារាំងបើសិនជាបងប្អូនអរគ្នាមកអឺរ៉ុបគឺតែមកលេងបារាំងដោយសារបារាំងគឺមានកន្លែងញ៉ាំច្រើនពិសេសមានម្ហូបខ្មែរម្ហូបអឺរ៉ុបនិយាយទៅម្ហូបគ្រប់ជាតិសាសន៍តែម្ដងមនុស្សទូទាំងសកលលោកដែលគេមកអឺរ៉ុបនេះគឺប្រទេសដំបូងដែលគេចូលមកលេងគឺប្រទេសបារាំងហ្នឹងឯងសារតែ architecture interior និងការ design នានាគឺ mode អគារសំណង់ស្ថាបត្យកម្មគេគឺចេញពីប្រទេសបារាំងហ្នឹងគឺច្រើនជា original តែម្ដងដល់ពេលយើងមកមើលផ្ទាល់យើងមានអារម្មណ៍ថាចុះមកនេះរាប់រយរាប់ពាន់ឆ្នាំមកពិតរបស់គេហ្មងណាបីតែអគារទូចអគារធំអីគឺគេធ្វើចេញ mode interior គេចេញមកគឺប្លែកមែនតែម្ដងបងប្អូនអរគ្នាអាចនិយាយបានថានៅលើលោកយើងហ្នឹងគឺ copy ចេញពីបារាំងហ្នឹងគឺច្រើនមែនតើហើយយប់ឡើងបងប្អូនខ្ញុំជិះចំតាក់ស៊ីជនជាតិរុស្ស៊ីទៅគាត់ steal គាត់បើកឡានអូចម្រៀងដល់កញាក់សាច់តែម្ដងជូនខ្ញុំទៅញ៉ាំអីកន្លែងញ៉ាំអីហើយខ្ញុំញ៉ាំម្ហូបកូរ៉េបងប្អូនអរគ្នាមើលបជាមិនម្ហូបថៃណាពីខ្ញុំវាយពេលលើកនេះគឺយើងកំងជាអាឡាខាគឺច្រើនមែនតើគឺថាញ៉ាំបានច្រើនមាននិយាយទៅម្ហូបកូរ៉េដូចនៅខ្មែរយើងដែរអញ្ចឹងបងប្អូនគាត់ថារសជាតិគេរៀងខុសគ្នាបន្តិចរៀងប្លែកបារាំងខ្ញុំថាឆ្ងាញ់ជាងខ្មែរអត់ខ្ញុំមានអារម្មណ៍ថាជនជាតិកូរ៉េធ្វើឆ្ងាញ់ជាងអានេះបែបកាត់អឺរ៉ុបខ្លាំងពេកយប់ឡើងមើលគេលេង piano គេលេងពិណគេលេងអីមិនដឹងស្អីគេខ្លះបងប្អូនគឺដើរកាត់អាកន្លែងសារមន្ទីរពណ៌មីតហ្នឹងដែលខ្ញុំស្អែកនឹងចូលទៅខាងក្រោមហ្នឹងមកបង្ហាញបងប្អូនអរគ្នាថាតាខាងក្រោមពីរ៉ាមីតហ្នឹងមានអីគេប៉ុន្តែយប់ឡើងស្អាតណាបងប្អូនបើសិនជាមកលេងបារាំងកុំភ្លេចមកថតនៅកន្លែងពីរ៉ាមីតហ្នឹងផងពេលយប់ទៅស្វីបស្អាតមែនទែនបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះខំប្រឹងរៀនខំប្រឹងធ្វើការហើយសំលុយមកលេងបារាំងឲ្យបានម្ដងក្នុងមួយជីវិតផងគឺសប្បាយមែនទែន